បាទសូមលំអរកាយនិងគោរពជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែគាំទ្រនៃវិស័យគុនខ្មែរនៅក្នុងពេលនេះដែរគឺខ្ញុំបាទមានព័ត៌មានថ្មីមួយដែលពាក់ព័ន្ធជាមួយនឹងវិស័យគុនខ្មែររបស់យើងចែកជូនដល់ពុកម៉ែបងប្អូនឲ្យបានដឹងពីព័ត៌មានខ្លះៗក្នុងពេលថ្មីនេះដែរគឺការប្រកួតផ្ដាច់ព្រ័ត្ររបស់សានច័ន្ទរិទ្ធីស័ក្តិដែលត្រូវប៉ះជាមួយនឹងផែនកាក់រាជសីដណ្ដើមខ្សែក្រវ៉ាត់នៅថ្ងៃទី22ខែមិថុនាឆ្នាំ2025ដែលប្រារព្ធធ្វើឡើងនៅក្នុងកម្មវិធី Cambodia Mafai ការប្រកួតនេះដែរគឺជាការប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវ៉ាត់ Mafai ផងដែរហើយការប្រកួតនេះគឺមានមហាជនជាច្រើនប្រតិកម្មទៅនឹងការដាក់ពិន្ទុរបស់អង្គចៅក្រមទាំង5ផងដែរដោយបានដាក់ពិន្ទុឲ្យសែនច័ន្ទរិទ្ធីស័ក្តិគឺចាញ់នៅក្នុងការប្រកួតនេះបើតាមការលើកឡើងរបស់បងប្អូនដែលគាំទ្រនៅវិស័យគុនខ្មែររបស់យើងគាត់បានលើកឡើងថាសែនច័ន្ទរិទ្ធីស័ក្តិមានអាវុធនិងផ្លែចេញច្រើនជាងប៉ុន្តែហេតុអ្វីបានជាចៅក្រមដាក់ពិន្ទុឲ្យរូបគេត្រូវចាញ់ជាមួយនឹងផែនកាក់រាជសីទៅវិញក្រោយពីមានមហាជនប្រតិកម្មទៅក្នុងការដាក់ពិន្ទុរបស់អង្គចៅក្រមទាំងអស់នេះក៏លោកគ្រូរីកគីក៏បានចេញនៃវីដេអូផងដែរគាត់ក៏ពុំសប្បាយចិត្តនៃការដាក់ពិន្ទុរបស់អង្គចៅក្រមផងដែរហើយគាត់ក៏បានប្តឹងតវ៉ាទៅដល់សហព័ន្ធដែលមានការគ្រប់គ្រងដោយគឺឯកឧត្តមខៅឆាយដើម្បីស្វែងរកយុត្តិធម៌ឬការពិតនៅក្នុងការដាក់ពិន្ទុរបស់អង្គចៅក្រមដែលឲ្យសែនច័ន្ទរិទ្ធីស័ក្តិចាញ់នៃកីឡាករប៉ែនកាក់រាជសីហើយនៅក្នុងនោះដែរលោកគ្រូសេនប៊ុនថេនក៏បានចេញសារបកស្រាយដែរថាបើសិនជាសែនច័ន្ទរិទ្ធីស័ក្តិជាអ្នកឈ្នះគាត់នឹងប្រគល់ខ្សែក្រវ៉ាត់ឲ្យទៅសែនច័ន្ទរិទ្ធីស័ក្តិវិញតែទោះជាយ៉ាងណាក៏ដោយបើតាមការឆ្លើយតបរបស់លោកគ្រូរីកគីគាត់បាននិយាយថាទោះបីជាសែនច័ន្ទរិទ្ធីស័ក្តិជាអ្នកឈ្នះមែនហើយលោកគ្រូសេនប៊ុនថេនប្រគល់ខ្សែក្រវ៉ាត់ឲ្យសែនច័ន្ទរិទ្ធីស័ក្តិក៏លោកគ្រូរីកគីមិនព្រមដែរពោលគឺថាត្រូវតែដឹងឮពីអង្គចៅក្រមឬក៏ការដាក់ពិន្ទុនៃអង្គចៅក្រមទាំងអស់នោះសារជាថ្មីដើម្បីពិនិត្យមើលនិងពិនិត្យវិច័យព្រោះការដាក់ពិន្ទុនេះឡើងវិញដើម្បីចេញជាផ្លូវការថាសែនច័ន្ទរិទ្ធីស័ក្តិពិតជាបានឈ្នះជាមួយនឹងផែនកាក់រាជសីពិតប្រាកដមែនតែទោះជាយ៉ាងណាក៏ដោយយើងចាំមើលបន្តទៀតតើជាមើលនឹងមានវិធានការអ្វីមួយដែលផ្ដល់ទៅដល់លោកគ្រូរីកគីជាមួយនឹងកូនសិស្សរបស់គាត់ដែលនៅក្នុងការប្រកួតនេះត្រូវបានមហាជនជាច្រើនគឺគាត់មើលឃើញថាសែនច័ន្ទរិទ្ធីស័ក្តិគឺអាចឈ្នះនៅក្នុងការប្រកួតនេះហើយតែហេតុអ្វីបានជាចៅក្រមគាត់បានដាក់ពិន្ទុទៅឲ្យសែនច័ន្ទរិទ្ធីស័ក្តិជាអ្នកចាញ់ទៅវិញនោះយ៉ាងណាមិញយើងនៅចាំតែមើលនៃការចេញបកស្រាយរបស់សហព័ន្ធគុនខ្មែររបស់យើងដែលដឹកនាំដោយលោកឯកឧត្តមខៅឆាយគាត់នឹងអាចទទួលបណ្ដឹងរបស់លោកគ្រូរីកគីនិងសាររើនៃការប្រកួតនេះឡើងវិញដើម្បីរកយុត្តិធម៌ទៅឲ្យលោកគ្រូរីកគីឬក៏សែនច័ន្ទរិទ្ធីស័ក្តិយ៉ាងណាវិញយើងចាំមើលជាបន្តទៀតយ៉ាងនេះហើយយើងមានចាំតែមើលបន្តទៀតទេបងប្អូនបើសិនជាមានការអាប់ដេតថ្មីអ្វីមួយពីសហព័ន្ធឬក៏ឯកឧត្តមខៅឆៃផ្ទាល់ខ្ញុំបាទនឹងធ្វើជាព័ត៌មានចែកជូនទៅដល់ពុកម៉ែបងប្អូនឲ្យបានទស្សនានិងស្ដាប់ជាបន្តទៀតដូចនេះខ្ញុំបាទប៊ឿនបណ្ឌិតក៏សូមអរគុណ